បាទនេះជាដើមផ្កាស្មៅមួយយ៉ាងដែលដុះនៅក្នុងព្រៃនៅឯជនបទស្រុកស្រែចម្ការឆ្ងាយពីទីក្រុងដុះគ្មានអ្នកថែហើយកំពុងតែឈរបង្អួតសម្រស់ដើម្បីតាក់ទាញពួកភូមិរាដូចជាឃ្មុំនិងសត្វកន្លងនិងតាក់ទាញភ្នែកអ្នកដើរនៅតាមដងផ្លូវនៅក្នុងព្រៃស្រុកស្រែចម្ការហើយដុះនឹងគ្មានអ្នកថែហើយកំពុងឈរបង្អួតសម្រស់មិនចាញ់បុប្ផានៅដុះតាមសួនដែលមានអ្នកថែនៅក្នុងរាជធានីនិងឬក៏ទីក្រុងទេហើយដើមផ្កាស្មៅនឹងដុះនឹងគ្មានអ្នកថែដាក់ថ្នាំសម្រាប់សត្វល្អិតដាក់ជីស្រោចទឹកទេគឺដុះទៅល្អដោយធម្មជាតិដុះដោយខ្លួនឯងហើយដើមដែលគេមិនសូវថែហ្នឹងគឺដុះល្អហើយធន់នឹងកម្ដៅព្រះអាទិត្យហើយមិនសូវប្រើទឹកច្រើនទេប្រើតែទឹកម្សៅក៏អាចរស់បានដែរហើយបើសិនដើមផ្កាដែលដុះទៅតាមសួនមានគេថែហ្នឹងដាក់ជីផងបាញ់ថ្នាំសម្រាប់សត្វល្អិតផងស្រោចទឹកផងមិនចង់រស់ស្រោចទឹកព្រឹកល្ងាចហើយដើមផ្កាស្មៅនេះប្រើតែទឹកម្សៅក៏អាចរស់ដែរបើសិនត្រូវភ្លៀង1មេ2មេហ្នឹងលាស់ស្លឹកខៀវខ្ចីហើយផ្ការីកប្រងព្រាតប្រអួតភ្នែកអ្នកដើរតាមដងផ្លូវនឹងតាក់ចិត្តឃ្មុំនឹងកន្លងហើយដើមផ្កាស្មៅមួយប្រភេទហ្នឹងអាចធ្វើថ្នាំបានតែថ្នាំឱសថបុរាណខ្មែរមិនដឹងថ្នាំអីប៉ុន្តែដឹងថាធ្វើថ្នាំហើយការខ្ញុំនៅក្មេងៗខ្ញុំធ្លាប់បេះផ្លែវាហ្នឹងញ៉ាំលេងដែរហើយផ្លែរបស់វាហ្នឹងពេលទុំទៅយើងដាក់វាលើបាតដៃហើយដាក់ទឹកបន្តិចៗទៅផ្ទុះលាន់ផេះផេះអាហ្នឹងខ្ញុំចូលចិត្តបេះលេងនៅក្មេងៗហើយសបោនោះនៅតាមជនបទស្រុកស្រែឆ្ងាយពីទីក្រុងឬក៏ទីប្រជុំជនហើយបើសិនយកមកដាក់ដាំសួននៅតាមមុខផ្ទះនៅក្នុងទីក្រុងឬទីប្រជុំជនគឺល្អព្រោះដើមផ្កាមួយភេទហ្នឹងធន់នឹងពន្លឺព្រះអាទិត្យហើយអត់សូវប្រើទឹកច្រើនទេស្រោចតែល្មមពីល្មមហ្នឹងគឺបានរស់ហើយមិនសូវប្រើជីទេឲ្យតែប៉ះដីទៅមានទឹកសើមគឺល្អមិនបាច់ប្រើអ្នកថែច្រើនទេឲ្យតែសើមប៉ះដីហ្នឹងគឺដុះហើយនិយាយចំទៅឲ្យដើមឈើណាដែលគេមិនសូវថែគឺប្រឹងរស់ខ្លួនឯងខំប្រឹងវាដកផុតពីដីហើយហ្នឹងយកវាទៅប៉ះដីវិញហើយត្រូវទឹកសើមបន្តិចហ្នឹងគឺដុះល្អនោះល្អមិនបាច់ចាំដាក់ថ្នាំដាក់ជីបាញ់ទឹកទេគឺរស់ខ្លួនឯងដោយធម្មជាតិប្រឹងរស់ហើយដើមឈើណាដែលគេខំប្រឹងថែព្រឹកល្ងាចដាក់ថ្នាំដាក់ជីឲ្យវាខំប្រឹងលាស់ល្អដាក់យូរទៅស្រោចទឹកយូរទៅឲ្យលួយអស់លេងគេប្រឹងថែព្រឹកល្ងាចអញ្ចឹងអាដើមឈើណាគេមិនថែគឺប្រឹងរស់ដោយធម្មជាតិខំប្រឹងខ្លាចដាច់ពូជខ្លាចងាប់តែដើមឈើណាគេថែហ្នឹងប្រឹងតែងាប់តាមប្រហែលតាមស្រួលងាប់បាត់